បើចង់ឲ្យជីវិតមានក្តីសុខមិនចាំបាច់ទាល់តែមានលុយច្រើនចាយមិនអស់ឬផ្ទះធំប៉ុនវិហារនោះទេសំខាន់នោះគឺចេះគ្រប់គ្រាន់ពេញចិត្តជាមួយអ្វីដែលខ្លួនឯងមានគិតល្អធ្វើល្អស្មោះត្រង់ជាមួយមនុស្សនៅជុំវិញខ្លួនរៀនទទួលស្គាល់ការពិតរៀនលើកទឹកចិត្តរៀនរស់ជាខ្លួនឯងគេរស់បែបគេយើងរស់បែបយើងមិនទៅច្រណែនឈ្នានីសនឹងជីវិតអ្នកដទៃតែប៉ុណ្ណឹងថ្លៃថ្នូរនឹងមានក្តីសុខបំផុតហើយ